កាលពីព្រេងនាយមានចចកត្រូសធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួដែលរៀងទឹកដើម្បីចាប់ត្រីស៊ីលក់ទៅដល់ត្រពាំងមួយរៀងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែផ្មោកមានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នោះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែចំណៃបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ផ្មួកណាស់បងឯងស៊ីយើងទាំងផ្មួកដូច្នោះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រឹមបងចចកយកយើងទៅលាងទឹកឲ្យច្រាស់ស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចចកឆ្លើយថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រឹងបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកដេកននៀលក្នុងផ្មួកនេះហើយយើងរាល់គ្នានឹងបានតោងខំរំបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសុំបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចោះឯចចកជួយសัตว์លោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនិងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដាវចោះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសំមកស៊ីឲ្យឆ្អាតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្ញងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជជ្រុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នោះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើរគ្មានសេះសល់បន្តិចបបួលគ្នាមកបែកទឹកបឹងនោះឲ្យរៀងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ពីបឹងនេះឯងបើដូច្នោះពស់ថ្លាន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាច់សត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាច់ទឹកឲ្យរៀងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះឡើងបាច់ទឹក